ថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលតាក់ទងទៅនឹងការធ្វើកំហុសឆ្គងអញ្ចឹងហើយមិនថាខ្ញុំមិនថាបងប្អូនគឺសុទ្ធតែមានកំហុសឆ្គងមិនថាកំហុសនឹងតិចតួចឬក៏ធ្ងន់ធ្ងរទេប៉ុន្តែដឹងថាមានហើយមកក្នុងឆាកជីវិតរបស់យើងនៅពេលដែលយើងដល់វ័យប៉ុណ្ណេះគឺយើងតែងតែមានកំហុសឆ្គងបែបហ្នឹងប៉ុន្តែអាការខុសឆ្គងហ្នឹងពេលខ្លះវាជាបទពិសោធន៍មួយដ៏ល្អពេលខ្លះក៏វាជាបទពិសោធន៍មួយដ៏អាក្រក់ដែរប៉ុន្តែវានៅតែអាចបង្រៀនយើងបានថាយើងរៀនពីកំហុសនឹងកុំឲ្យយើងខុសដដែលវាអញ្ចឹងហើយមួយទៀត យើងអាចខុសបានប៉ុន្តែយើងក៏បីថាយើងខុសអ្វីយើងខុសត្រង់ណាអញ្ចឹងមិនយើងស្រួលកែកាលណាដែលយើងដឹងថាយើងខ្លួនយើងខុសហើយយើងដឹងថាចំណុចណាដែលយើងធ្វើខុសហ្នឹងអាហ្នឹងវាជាចំណុចដែលយើងស្រួលកែវិញទេតែមានមនុស្សមួយចំនួនទៀតដែលខ្ញុំជួបច្រើនដែរគឺពេលខ្លះប្រកបធ្វើហ្នឹងអត់ត្រូវទេហើយយើងទៅណែនាំចូលទៅប្រាប់គាត់ណែនាំគាត់ប្រាប់ឲ្យល្អរបៀបដែលយើងស្រឡាញ់យើងចង់ប្រាប់ឲ្យគាត់កែឲ្យគាត់ល្អប៉ុន្តែគាត់អត់គិតអញ្ចឹងគាត់បែរជាគិតថាយើងហ្នឹងចាំតែជន់គាត់ចាំតែមើលគាត់ហើយចាំតែជន់បលិចគាត់ពេលអញ្ចឹងពិបាកដែរបើសិនជាយើងចង់ទៅកោះគាត់ឲ្យគាត់បែរមកជាល្អវិញឲ្យអាទង្វើដែលគាត់ធ្វើខុសហ្នឹងបែរជាត្រូវវិញបែរជាគាត់ថាអញ្ចឹងក៏យើងមិនដឹងនិយាយមិនទេបើនិយាយម៉ាត់ឲ្យអាក្រក់ស្ដាប់ថាយើងមានតែរុញម៉ូតូចូលឡានអញ្ចឹងអាហ្នឹងបើតាមយើងនិយាយអាក្រក់ស្ដាប់ប៉ុន្តែយើងទៅមិនទៅខឹងគាត់ទេប៉ុន្តែយើងគ្រាន់តែយើងលែងហ៊ានទៅប្រាប់ទៅណែនាំគាត់ទៀតណារបៀបអញ្ចឹងព្រោះយើងណែនាំទៅគេអត់ស្ដាប់ហើយមានតែគេខឹងយើងទៀតអាហ្នឹងធ្វើម៉េចអាហ្នឹងជាកម្មវាសនារបស់គាត់អាហ្នឹងមិនគេថាខ្លួនយើងធ្វើខុសហើយប៉ុន្តែយើងអត់ដឹងថាយើងខុសត្រង់ណាទៀតយើងស្មានតែយើងនឹងធ្វើត្រូវពេលខ្លះខ្ញុំអត់និយាយអ្នកខ្លះទេសូម្បីតែខ្លួនខ្ញុំដូចគ្នាពេលខ្លះខ្ញុំធ្វើទាំងវើអីមួយទាំងខ្លួនខ្ញុំហ្នឹងអត់ដឹងថាខ្ញុំខុសហ្នឹងហើយមានអ្នកខ្លះមកណែនាំយើងហើយយើងអង្គុយសញ្ជឹងគិតមិនធុះឬក៏ដេកគិតមកយប់មិនដឹងថាអូយើងខុសមែនអញ្ចឹងហើយយើងបើសម្រាប់ខ្ញុំហ្មងខ្ញុំតែងតែអរគុណដល់ពួកគាត់ដែលតែងតែឃើញទង្វើរបស់យើងខុសឆ្គងអីគាត់ជួយណែនាំទោះជាគាត់ស្ដីឲ្យខ្លាំងក៏ដោយតែស្ដីថាក្នុងការឲ្យយើងចង់ល្អឲ្យយើងកែតម្រូវឲ្យល្អអាហ្នឹងគឺខ្ញុំទទួលយកគឺខ្ញុំជាមនុស្សតាំងពីដើមមកខ្ញុំមិនមែនជាមនុស្សដែលច្រឡោតតតងទេនៅពេលដែលគេស្ដីគេថាមកឲ្យខ្ញុំបើសិនជាគេនិយាយចង់ឲ្យយើងល្អអូខេយើងអរគុណគេហើយយើងនឹងព្យាយាមកែប្រែខ្លួនឯងឲ្យល្អលែងឲ្យមានកំហុសខុសឆ្គងអញ្ចឹងយើងត្រូវបើកចិត្តឲ្យទូលាយសម្រាប់មតិជំវិញខ្លួនយើងមិនថាជាបងប្អូនមិនថាជាសាច់ញាតិគ្រួសារប្តីប្រពន្ធអីគឺយើងបើកចិត្តឲ្យទូលាយកុំគិតថាដូចជាយើងមេគ្រួសារកុំគិតថាយើងជាមេគ្រួសារយើងធ្វើអីក៏បានយើងធ្វើអីក៏អត់ចេះខុសយើងកុំគិតអញ្ចឹងគឺយើងខួរក្បាលរបស់យើងគឺជាមនុស្សសេរីអញ្ចឹងហើយបានយើងធ្វើអញ្ចឹងយើងគិតអញ្ចឹងបានធ្វើឲ្យយើងរីចម្រើនបានបើសិនជាគំនិតយើងកុម្មុយនីសយើងគិតថាអ្នកណាក៏មិនចេះដល់យើងធ្វើអីសិតតែត្រូវអាហ្នឹងវាខុសហើយវាអត់ត្រូវទេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេជារួមមកខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាពេលខ្លះយើងខុសបានប៉ុន្តែឲ្យដឹងថាតែយើងនឹងខុសចំណុចណាខុសត្រង់ណាអញ្ចឹងយើងវាស្រួលកែប្រែកុំរបៀបតែយើងខុសហើយយើងអត់ដឹងថាខ្លួនឯងខុសតាណាអញ្ចឹងយើងអត់ដឹងថាយើងកែប្រែតាណាទេអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹង
ហើយអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ